ចម្រើនពរញាតិញោមទាំងអស់គ្នាថ្ងៃនេះចូលរួមនៅក្នុងការផ្គងចិត្តឡើងសម្រាប់បុគ្គលដែលអប់រំចម្រើនសមាធិនេះគឺត្រូវតែចេះធ្វើចិត្តនឹងឲ្យស្វាហាប់ធ្វើចិត្តនឹងឲ្យក្លាហានធ្វើចិត្តនឹងឲ្យខ្ពង់ខ្ពស់ព្រោះពេលខ្លះចិត្តយើងនឹងក៏ខ្ជិលច្រអូសចិត្តយើងនឹងក៏ទម្រុនក្នុងការចម្រើនសមាធិអញ្ចឹងពេលណាដែលចិត្តខ្ជិលច្រអូសចិត្តយើងទម្រុនចិត្តយើងនឹងអត់ចង់ចម្រើនសមាធិយើងត្រូវតែចេះផ្គងឡើងធ្វើចិត្តឲ្យក្លាហានធ្វើចិត្តឲ្យមាំទាំហើយធ្វើចិត្តឲ្យក្លាហានមាំទាំហ្នឹងថ្ងៃមុនថ្មភាពបានបញ្យល់ទៅក្នុងការចម្រើនធម្មវិជ្ជយៈសម្ពោឆង្គៈឬក៏យើងហៅថាបញ្ញានឹងឯងហើយនេះការដែលធ្វើចិត្តឲ្យក្លាហានឡើងដើម្បីអប់រំចម្រើនសមាធិឲ្យល្អហ្នឹងគឺយើងត្រូវតែអប់រំចម្រើនវិរិយៈសម្ពោឆង្គៈឬក៏យើងហៅថាចម្រើននៅសេចក្តីព្យាយាមប្រឹងប្រែងហើយការដែលយើងនឹងព្យាយាមប្រឹងប្រែងបានព្រះអង្គសម្ដែងថាយើងត្រូវតែដាក់កាយដាក់ចិត្តដាក់យោនិសោមនសិការៈផ្គងទៅក្នុងការធ្វើព្យាយាម3យ៉ាងឲ្យកើតព្យាយាម3យ៉ាងដែលព្រះអង្គសម្ដែងហ្នឹងគឺទី1ហ្នឹងអារភធាតុព្យាយាមដំបូងគេនឹងតែម្ដងការដែលយើងនឹងតម្កល់សេចក្តីព្យាយាមហ្នឹងដាំពូជព្យាយាមដំបូងឲ្យកើតសិនប៉ុតាំងសេចក្តីព្យាយាមផ្ដើមដំបូងហ្នឹងឲ្យកើតបន្ទាប់ពីសេចក្តីព្យាយាមដំបូងដែលយើងអប់រំចម្រើនរឿយហើយហ្នឹងឯងសេចក្តីព្យាយាមហ្នឹងនឹងដល់កម្រិតទី2ដែលយើងហៅថានឹកមធាតុជាសេចក្តីព្យាយាមដែលចេញផុតអំពីសេចក្តីខ្ជិលច្រអូសបានបងអាការតាំងព្យាយាមហ្នឹងសំខាន់ណាបងពេលដែលយើងផ្គងហើយផ្គងទៀតផ្គងហើយផ្គងទៀតការព្យាយាមហ្នឹងធ្វើឲ្យយើងហ្នឹងផុតអំពីការខ្ជិលច្រអូសហ្នឹងតែម្ដងបងហើយការដែលតម្កល់សេចក្តីព្យាយាមបែបហ្នឹងរឿយទៀតហ្នឹងការព្យាយាមហ្នឹងនឹងដល់ជាបរកមធាតុបរកមធាតុនេះព្យាយាមហ្នឹងគឺលែងរួញរាលែងខ្ជិលតែម្ដងបងក្រៃលែងប្រសើរខ្ពង់ខ្ពស់ជាងនឹកមធាតុហ្នឹងទៅទៀតហើយការដែលយើងតម្កល់យោនិសោមនសិការៈធ្វើទុកក្នុងចិត្តរឿយទៅក្នុងព្យាយាមទាំង3យ៉ាងហ្នឹងនឹងអាចធ្វើសេចក្តីព្យាយាមហ្នឹងឲ្យកើតឡើងបានបងអាហ្នឹងគឺជាការតម្កល់ចិត្តការធ្វើទុកក្នុងចិត្តទៅក្នុងការព្យាយាម3ប្រភេទទី1គឺអារភធាតុទី2នឹកមធាតុទី3ហ្នឹងបរកមធាតុក៏ប៉ុន្តែនៅក្នុងអត្ថកថាលោកណែនាំវិធីសាស្ត្រ11យ៉ាងបន្ថែមទៀតបងវិធីសាស្ត្រ11យ៉ាងដែលយើងគួរតែតម្កល់ចិត្តគួរតែពិចារណាហ្នឹងលោកឲ្យទី1ពិចារណាភ័យពិចារណាសេចក្តីទុក្ខក្នុងអបាយយើងត្រូវដឹងថាប្រសិនបើយើងនៅតែខ្ជិលច្រអូសអត់ព្យាយាមប្រឹងប្រែងបំពេញក្នុងកុសលអប់រំចម្រើនសមាធិទេយើងនឹងអាចប្រសពទុក្ខនៅក្នុងអបាយគង់តែប្រសពទុក្ខនៅក្នុងវដ្តអសង្សារមិនចេះចប់មិនចេះហើយទេតែយើងខ្ជិលច្រអូសនឹងសមគួរដែរបើអត់សមគួរណាបងវាត្រូវតែធ្វើសេចក្តីព្យាយាមនឹងឯងចំណុចទី2លោកឲ្យសម្លឹងទៅក្នុងផ្លូវដែលព្រះសម្មាសម្ពុទ្ធផ្លូវដែលព្រះបច្ចេកពុទ្ធផ្លូវដែលព្រះអរិយសាវកលោកដើរមកព្រះអរិយសាវកក្តីព្រះសម្មាសម្ពុទ្ធក្តីព្រះបច្ចេកពុទ្ធក្តីលោកដើរទៅក្នុងផ្លូវអរិយមគ្គណាផ្លូវអរិយមគ្គហ្នឹងមិនមែនសម្រាប់បុគ្គលខ្ជិលច្រអូសទេបើសិនបើយើងចង់ដើរតាមផ្លូវរបស់ព្រះសម្មាសម្ពុទ្ធមែនមិនអាចខ្ជិលច្រអូសបានទេបងគឺត្រូវតែប្រពសេចក្តីព្យាយាមប្រឹងប្រែងនឹងឯងចំណុចទី3គឺគោរពចំពោះចង្ហាន់បណ្ឌបាតដែលគេប្រគេនចំណុចនេះគឺសម្រាប់ប្រសង់ដោយចំពោះបងសម្រាប់ភិក្ខុសាមណេរហ្នឹងគួរតែតម្កល់ទុកក្នុងចិត្តថាការដែលគេប្រគេនចង្ហាន់ដល់អាត្មាឯងនេះចង្ហាន់ដែលគេប្រគេនហ្នឹងមិនមែនគេប្រគេនដោយមិនគិតអីទេគេប្រគេនចង្ហាន់ដល់អាត្មាឯងគេចង់បានបុណ្យច្រើនគេចង់បានផលច្រើនអានិសង្សច្រើនបើសិនបើយើងខ្ជិលច្រអូសអត់ព្យាយាមបប្រតិបត្តិទៅក្នុងសិលសមាធិបញ្ញាតើយើងនឹងអាចធ្វើផលអានិសង្សច្រើនដល់អ្នកដទៃបានអត់ត្រូវគោរពចំពោះចង្ហាន់បណ្ឌបាតដែលគេបានប្រគេនអញ្ចឹងដែរណាបងចំណុចមួយទៀតព្រះអង្គឲ្យឃើញភាពអស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធហើយព្រះអង្គត្រាស់ដឹងជាពុទ្ធព្យាយាមបំពេញបនបារមីអស់4អសង្ខ័យមួយសែនផែនដីព្រះអង្គព្យាយាមក្រៃលែងជាព្យាយាមហ្នឹងហើយយើងនេះដែលបានកើតតន់ព្រះសម្មាសម្ពុទ្ធកើតតន់ធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធហើយយើងខ្ជិលច្រអូសអញ្ចឹងសមដែរគឺអត់សមណាបងអត់សមនឹងការព្យាយាមបំពេញបុណ្យបារមីរបស់ព្រះសម្មាសម្ពុទ្ធនឹងតតែសោះហ
ហើយយើងបានកាត់តន់ហើយយើងនៅខ្ជិលទៀតវាល្មមទេវាមិនល្មមវាមិនសមទេបងមួយទៀតហ្នឹងតកតងនឹងការដែលបូជាចំពោះព្រះសម្មាសម្ពុទ្ធតកតងនឹងការបូជានេះគឺការគោរពទៅក្នុងព្រះអង្គដូចបាញ់មិញអញ្ចឹងឯងបងយើងគោរពចំពោះភាពជាធំរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបំពេញបុណ្យបារមីនឹងហើយយើងចង់បូជាព្រះអង្គបូជាផ្កាបូជាចង្ហាន់ដល់ព្រះអង្គព្រះអង្គអត់សរសើរការបូជាផ្កាបូជាចង្ហាន់អីហ្នឹងទេព្រះអង្គលើកសរសើរនៅបដិបត្តិបូជាការបូជាដោយការបដិបត្តិនឹងឯងការបូជាដោយអាមិសមិនទាន់ឈ្មោះថាជាការបូជាដោយល្អទេញាតិញោមចង់បូជាព្រះអង្គចង់ឲ្យព្រះអង្គស្រឡាញ់រាប់អានគឺត្រូវតែបូជាដោយការបដិបត្តិនឹងតែម្ដងព្រោះហើយយើងអត់ព្យាយាមអប់រំចម្រើនសមថវិបស្សនាហ្នឹងឈ្មោះថាមិនបានបូជាព្រះអង្គដោយល្អទេចំណុចមួយទៀតគឺលោកឲ្យពិចារណាទៅដល់ភាពជាអ្នកទទួលមរតកធម្មមរតកធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធហើយដែលយើងបាននៅធម្មមរតកគឺព្រះសទ្ធធម៌មិនថាជាបរិយត្តិសទ្ធធម៌បដិបត្តិសទ្ធធម៌បដិវេថសទ្ធធម៌ព្រះសទ្ធធម៌ទាំង3យ៉ាងនេះគឺជាមរតកដែលប្រសើរក្រៃលែងបំផុតហើយមរតកគឺព្រះសទ្ធធម៌នឹងមិនមែនសម្រាប់បុគ្គលខ្ជិលចោលទេតើតែយើងព្យាយាមប្រឹងប្រែងទើបអាចទទួលធម្មមរតកនឹងបានណាបងអញ្ចឹងក៏យើងត្រូវតែព្យាយាមនឹងឯងមួយទៀតលោកឲ្យយើងកំចាត់បងនៅថៃនមិទ្ធៈឲ្យបានព្រោះថៃនមិទ្ធៈនេះវាជាបដិបត្តិនឹងការព្យាយាមអញ្ចឹងត្រូវតម្កល់ចិត្តទៅក្នុងអាលោកសញ្ញាចម្រើននៅពលឺភ្លឺឲ្យច្រើនចឹងទៅបងដូចនៅកន្លែងវាលស្រឡះអីចឹងណាហើយមើលទៅកន្លែងភ្លឺមើលទៅពលឺអីចឹងទៅដើម្បីកំចាត់បងនៅថៃនមិទ្ធៈហើយការផ្លាស់ប្ដូរអិរិយាបថនិងការសែបទីវាស្រឡះកំចាត់បងការខ្ជិលច្រអូសប្រពសេចក្តីព្យាយាមហ្នឹងយើងអាចផ្លាស់ប្ដូរអិរិយាបថបងបើអង្គុយចឹងទៅចិត្តហ្នឹងវាខ្ជិលច្រអូសឈរម្ដងឈរនឹងចិត្តខ្ជិលច្រអូសដើរម្ដងដើរចិត្តខ្ជិលច្រអូសអង្គុយចិត្តខ្ជិលច្រអូសដើរឈរអញ្ចឹងទៅផ្លាស់ប្ដូរអិរិយាបថដដែលចុះឡើងហ្នឹងទៅដើម្បីកំចាត់បងសេចក្តីខ្ជិលច្រអូសហើយទៅនៅកន្លែងស្រឡះកុំនៅកន្លែងសុបទ្រុបងឹតចឹងទៅនាំឲ្យកើតសេចក្តីខ្ជិលច្រអូសហើយចុងក្រោយកុំសែបគប់បុគ្គលខ្ជិលបើយើងចង់ព្យាយាមសែបគប់បុគ្គលណាដែលព្យាយាមកុំសែបបុគ្គលខ្ជិលច្រអូសហើយពិចារណានៅប្រយោជន៍នៅបដិបទារបស់សេចក្តីព្យាយាមតើបុគ្គលដែលព្យាយាមត្រូវធ្វើរបៀបម៉េចបដិបទាដែលនាំឲ្យកាត់ព្យាយាមនោះទៅបដិបទារបៀបម៉េចពិចារណារបៀបម៉េចដើម្បីឲ្យកាត់សេចក្តីព្យាយាមហើយមួយទៀតហ្នឹងគឺបងអោនចិត្តធ្ងន់គោរពអើពើទៅក្នុងសេចក្តីព្យាយាមហ្នឹងតែម្ដងហើយពេលដែលយើងគោរពយើងអើពើយើងយកចិត្តទុកដាក់ទៅក្នុងសេចក្តីព្យាយាមនឹងកើតសេចក្តីព្យាយាមជាក់ជាមិនខានទេហើយការព្យាយាមដ៏ល្អនេះជាឧបនិស្ស័យនៃការសម្រេចទៅដល់ព្រះអរហន្តនឹងទៅទៀតបងមិនមែនបានត្រឹមតែសមាធិនេះទេអញ្ចឹងសរុបសេចក្តីមកអាត្មាភាពចូលរួមបាញ់មិញហ្នឹងគឺការផ្គងចិត្តឡើងធ្វើចិត្តឲ្យក្លាហានឡើងធ្វើចិត្តឲ្យក្លាហានហ្នឹងគឺដោយសារការចម្រើននៅវិរិយៈសម្ពោឆង្គៈគឺសេចក្តីព្យាយាម